សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast គំនិតក្នុងសភៅរបស់យើងថ្ងៃនេះដែលជាកន្លែងយើងអាចស្វែងយល់ពីរបៀបកសាងជីវិតឲ្យកាន់តែប្រសើរឡើងតាមរយៈខ្លឹមសារល្អៗដែលត្រូវបានដកស្រង់ពីសៀវភៅល្បីៗទាំងសៀវភៅរបស់អ្នកនិពន្ធខ្មែរយើងនិងសៀវភៅដែលនិពន្ធដោយអ្នកនិពន្ធអន្តរជាតិថ្ងៃនេះសូមលើកយកប្រធានបទដ៏សំខាន់មួយដែលផ្លាស់ប្ដូរផ្នត់គំនិតមនុស្សរាប់លាននាក់ជាមួយពិភពលោកនៅក្នុងសៀវភៅដ៏ល្បីល្បាញដែលមានចំណងជើងថាទម្លាប់អាតូមិកដែលនិពន្ធដោយលោក James Clear គាត់បានលើកឡើងនៅគំនិតដ៏សាមញ្ញតែមានឥទ្ធិពលបំផុតគឺការប្រសើរឡើង 1% ជារៀងរាល់ថ្ងៃ James Clear បានបញ្យល់ថាការរីកចម្រើនភាគច្រើនមិនមែនជាលទ្ធផលនៃការផ្លាស់ប្ដូរដ៏ធំដុំនោះទេតែជាលទ្ធផលនៃផលបូកនៃការកែលម្អតូចៗពាក្យថាទម្លាប់អាតូមិកក៏មានន័យថាទម្លាប់តូចៗប៉ុនអាតូមដែលជាផ្នែកតូចបំផុតនៃធាតុតែមានកម្លាំងខ្លាំងៗដូចនេះ 1% គឺតំណាងឲ្យការកែលម្អដ៏តូចបំផុតដែលបន្តធ្វើជារៀងរាល់ថ្ងៃហើយបង្កើតបានលទ្ធផលដ៏ធំសម្បើមតាមរយៈការសន្សំដូចនេះ 1% គឺជាតំណាងឲ្យការកែលម្អដ៏តូចបំផុតដែលបន្តធ្វើជារៀងរាល់ថ្ងៃហើយបង្កើតបានជាលទ្ធផលដ៏ធំសម្បើមតាមរយៈការដែលយើងសន្សំដូចយើងសងប្រាក់សងមាសជាដើមដើម្បីកាន់តែច្បាស់លោក James Clear ក៏បានដល់ឧទាហរណ៍គណិតវិទ្យាមួយបើសិនបើយើងប្រសើរឡើង 1% ជារាល់ថ្ងៃហើយរយៈពេល1ឆ្នាំមានន័យថា365ថ្ងៃយើងនឹងក្លាយទៅជាមនុស្សម្នាក់ដែលប្រសើរឡើង37ដងមានន័យថាយើងគ្រាន់តែធ្វើឲ្យប្រសើរឡើងក្នុងមួយថ្ងៃតែ 1% គ្រប់365ថ្ងៃយើងនឹងមានការប្រសើរឡើង37ដងបើធៀបទៅទម្លាប់ចាស់ប៉ុន្តែបើយើងអាក្រក់ទៅវិញ 1% ជារៀងរាល់ថ្ងៃរយៈពេល1ឆ្នាំដូចគ្នាយើងនឹងក្លាយទៅជាមនុស្សម្នាក់ដែលអាក្រក់ជិតដល់ 0% មានន័យថាយើងនៅសល់ទម្លាប់ដែលល្អហ្នឹងតែ 0.02% ឯងនេះជារូបមន្តគណិតវិទ្យាដែលលោក James Clear បានតំណាងសម្រាប់យើងយកមកប្រៀបធៀបនឹងទម្លាប់ល្អនិងទម្លាប់អាក្រក់អញ្ចឹងមានន័យថាបើសិនយើងព្យាយាមធ្វើទម្លាប់ល្អតែ 1% ក្នុងមួយថ្ងៃក្នុងមួយឆ្នាំយើងអាចកើនទម្លាប់ល្អយើងដល់ទៅ37ដងប៉ុន្តែផ្ទុយមកវិញបើសិនជាយើងធ្វើទម្លាប់ល្អជារៀងរាល់ថ្ងៃក្នុងរយៈពេល1ឆ្នាំយើងស្ទើរតែបាត់ចិត្តទម្លាប់ល្អមានន័យថាទម្លាប់អាក្រក់វាទម្លាប់អាក្រក់ហ្នឹងវាអាចលេបអាទម្លាប់ល្អរបស់យើងបាត់សឹងទាំងអស់តែម្ដងហើយភាពខុសគ្នាតិចតួចបំផុតដែលមើលទៅហាក់ដូចជាមិនសំខាន់នៅពេលដំបូងតែអាចនាំមកនៅគម្លាតធំសម្បើមរវាងជោគជ័យនិងបរាជ័យក្នុងរយៈពេលវែងនេះហើយជាអំណាចនៃទម្លាប់នេះហើយជាអំណាចនៃការផ្លាស់ប្ដូរទម្លាប់តូចចិត្តប្រចាំថ្ងៃរបស់យើងដូចជាច្រើនតែងគិតថាដើម្បីសម្រេចគោលដៅធំគេត្រូវតែធ្វើរឿងធំប៉ុន្តែវិធីសាស្ត្របែបនេះគឺយើងតែងតែបរាជ័យភាគច្រើនយើងឃើញភាគច្រើនយើងច្រើនតែបរាជ័យព្រោះវាធំពេកវាអាចគោលដៅដែលយើងដាក់កំណត់វាខ្ពស់ពេកឬក៏ការផ្លាស់ប្ដូររបស់យើងធំពេកចឹងហើយវាធ្វើឲ្យពិបាកក្នុងការចាប់ផ្ដើមហើយធ្វើឲ្យយើងបាក់ទឹកចិត្តនៅពេលដែលយើងធ្វើអត់បានយើងបរាជ័យយើងអាចបាក់ទឹកចិត្តហើយពេលដែលបាក់ទឹកចិត្តច្រើនដងយើងនឹងងាយឆាប់បោះបង់ចឹងហើយប្រៀបធៀបដូចជាកម្មចណ្ដើរឡើងផ្ទះឬកម្មចណ្ដើរឡើងអ្វីមួយចឹងគឺមួយកម្មគេធ្វើខ្លីៗតែបើសិនជាជាងធ្វើកម្មនឹងធំពេកតាំងពីកម្មទី1ទៅប្រហែលជាយើងឡើងអត់រួចយើងឈប់ឡើងវាដូចទៅវិញការផ្ដោតលើការប្រសើរឡើងត្រឹមតែ 1% គឺជារឿងដែលងាយស្រួលធ្វើដើម្បីកាន់តែច្បាស់តោះយើងអាចមើលឧទាហរណ៍ជាក់ស្ដែងនៅក្នុងសៀវភៅនិងជីវិតពិតឧទាហរណ៍ទី1គឺក្រុងជីកង់នៅប្រទេសអង់គ្លេសនេះជាឧទាហរណ៍ដ៏ល្បីមួយនៅក្នុងសៀវភៅ Atomic Habits អស់រយៈពេលជាច្រើនទសវត្សរ៍ក្រុមជីកង់របស់អង់គ្លេសហ្នឹងគឺគាត់មានកំណត់ត្រានៃការជីកង់ហ្នឹងមិនសូវល្អទេតែនៅឆ្នាំ2003ហ្នឹងគឺក្រុមកីឡាករជីកង់ហ្នឹងគេបានអញ្ជើញគ្រូបង្វឹកថ្មីម្នាក់មកដឹកនាំបន្តហើយគ្រូថ្មីហ្នឹងគាត់បានអនុវត្តទម្លាប់អាតូមិកហ្នឹងគឺទម្លាប់តូចហ្នឹងមានន័យថាគាត់ចាប់ដើមធ្វើអីពីតូចទៅគាត់មិនព្យាយាមផ្លាស់ប្ដូរអ្វីមួយដ៏ធំភ្លាមនោះទេតែគាត់បានផ្លាស់ប្ដូរលើការកែលម្អអ្វីគ្រប់យ៉ាងត្រឹមតែ 1% ប៉ុណ្ណោះពួកគេបានកែលម្អកៅអីកង់ឲ្យមានផាសុកភាពជាងមុន 1% គេបានរកឃើញ gel massage ដែលជួយឲ្យសាច់ដុំឆាប់សះស្បើយ 1% ពួកគេបានផ្លាស់ប្ដូរសម្បកកង់ឲ្យល្អជាងមុន 1% ពួកគេថែមទាំងបានពេ
ពាក់អាវដែលមានកម្ដៅដែលជួយរក្សាសីតុណ្ហភាពសាច់ដុំកីឡាករបានប្រសើរឡើងសូម្បីតែរឿងតូចតាចដូចជារបៀបលាងដៃដើម្បីកាត់បន្ថយឱកាសឆ្លងមេរោគក៏ពួកគេគិតផងដែរជាលទ្ធផលរយៈពេល5ឆ្នាំក្រុមជិះកង់អង់គ្លេសបានឈ្នះមេដាយមាសអូឡ িম্প ពិកផ្នែកជិះកង់ចំនួន 60% និងបានបំបែកកំណត់ត្រាពិភពលោកជាច្រើនការកែលម្អត្រឹមតែ 1% ទៅលើផ្នែកជាច្រើនបាននាំមកនូវលទ្ធផលដ៏ធំមហិមាដែលមិនគួរឲ្យជឿឥឡូវយើងទៅមើលឧទាហរណ៍ទី2ជំនួសឲ្យការនិយាយថាខ្ញុំត្រូវអានសៀវភៅមួយក្បាលក្នុងមួយសប្តាហ៍ដែលហាក់ដូចជាច្រើនពេកយើងអាចចាប់ផ្ដើមដោយខ្ញុំនឹងអានតែមួយទំព័រមុនពេលចូលគេងរៀងរាល់យប់ឡើយនេះជាឧទាហរណ៍សម្រាប់បងប្អូនដែលជិលអានសៀវភៅដូចខ្ញុំអញ្ចឹងខ្ញុំពីមុននឹងជិលអានសៀវភៅដូចគ្នាកាលពីខ្ញុំនៅរៀននៅវិទ្យាល័យលោកគ្រូក៏តែងតែយកសៀវភៅមកឲ្យខ្ញុំអានតែនឹងខ្ញុំរៀនភាសាអង់គ្លេសហើយដើម្បីបង្កើនការអាននិងពាក្យមួយចំនួនគាត់តែងតែរកសៀវភៅខ្លីៗហើយនឹងដូចជាសៀវភៅរឿងនិទានហើយពាក្យហ្នឹងស្រួលដើម្បីឲ្យយើងយកមកអានពេលអានឆាប់ចប់ហើយអានទៅងាយយល់នៅពាក្យរបស់ហ្នឹងគឺយើងសប្បាយចិត្តចង់អានតទៀតអញ្ចឹងបងអួយសម្រាប់អ្នកដែលអត់សូវចូលចិត្តអានសៀវភៅប៉ុន្តែចង់ផ្លាស់ប្ដូរទម្លាប់ឲ្យខ្លួនឯងអាចអានសៀវភៅបានសូមអនុវត្តតាមឧទាហរណ៍មួយហ្នឹងមានន័យថាយើងឈប់និយាយថាខ្ញុំត្រូវអានសៀវភៅមួយក្បាលក្នុងមួយសប្តាហ៍វាដូចធំពេកចំណាសៀវភៅខ្លះ300ទំព័រយើងអានមួយសប្តាហ៍វាយើងច្រើនហើយយកមកបើសិនជាយើងយក300ទំព័រចែកនឹង7ថ្ងៃវាច្រើនដែរអញ្ចឹងធ្វើឲ្យយើងគ្រាន់តែលឺហ្នឹងយើងខ្ជិលបាត់តែយើងដូរមកនិយាយវិញចេះវិញថាខ្ញុំនឹងអានតែមួយទំព័រមុនពេលចូលគេងរៀងរាល់យប់ស្ដាប់ទៅតិចមួយតែមួយទំព័រមានន័យច្រើនសោះវាហាក់ដូចជាគ្មានអ្វីសោះប៉ុន្តែក្នុងរយៈពេល1ឆ្នាំយើងនឹងអាចបាន365ទំព័រដែលស្មើនឹងសៀវភៅមួយក្បាលឬពីរក្បាលអញ្ចឹងយើងប្រើវិធីសន្សំមួយទៀតជាការសំលុយឧទាហរណ៍ជំនួសឲ្យការនិយាយថាខ្ញុំត្រូវនឹងសំ$100ក្នុងមួយខែវាពិបាកវាអាចស្ដាប់ទៅវាច្រើនវាពិបាកសម្រាប់អ្នកខ្លះអញ្ចឹងយើងអាចដូរវិញបានថាខ្ញុំនឹងដាក់ចូលក្នុងកំប៉ុងសន្សំត្រឹមតែ$2000ជារៀងរាល់ថ្ងៃ$2000ស្ដាប់ទៅតិចមួយបន្ទាប់ពីមួយឆ្នាំយើងនឹងមានប្រាក់ជាង$700,000មានន័យថា2000គុណនឹង365ថ្ងៃទៅយើងបាន$730,000ឧទាហរណ៍មួយទៀតទាក់ទងនឹងការរៀនភាសាយើងអាចជំនួសឲ្យការទន្ទិញមេរៀនជាច្រើនម៉ោងយើងអាចរៀនតែមួយពាក្យថ្មីជារៀងរាល់ថ្ងៃអញ្ចឹងក្នុងមួយឆ្នាំមានន័យថា365ថ្ងៃយើងនឹងទទួលបានពាក្យថ្មី365ពាក្យគោលការណ៍ 1% នេះក៏បានពន្យល់ពីគំនិតសំខាន់មួយទៀតផងដែរនោះគឺមនុស្សជាច្រើនចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់ប៉ុន្តែនៅពេលដែលពួកគេមិនឃើញផលភ្លាមពួកគេអាចមានអារម្មណ៍ធ្លាក់ទឹកចិត្តពួកគេអាចមានអារម្មណ៍បាក់ទឹកចិត្តហើយបោះបង់ចោលនេះដោយសារតែការរីកចម្រើនមិនមែនជាបំពត់ត្រង់នោះទេយើងស្រមៃមើលដើមឫស្សីនៅពេលដែលយើងដាំកូនឫស្សីមួយដើមទៅក្នុងដីយើងត្រូវតែស្រោចទឹកនិងថែទាំជារៀងរាល់ថ្ងៃអស់រយៈពេល5ឆ្នាំដំបូងយើងនឹងមិនឃើញមានអ្វីបែកនោះទេក្រៅពីមានដុះកូនពន្លកតូចមួយនៅក្រោមដីវាហាក់ដូចជាគ្មានអ្វីរីកចម្រើនតតែសោះប៉ុន្តែក្នុងអំឡុងពេល5ឆ្នាំនោះប្រព័ន្ធឫសរបស់វាបានលូតលាស់យ៉ាងជ្រៅទៅក្នុងដីហើយបានត្រៀមខ្លួនសម្រាប់អ្វីដែលនឹងមកដល់ហើយបន្ទាប់ពី5ឆ្នាំនោះមកដែលយើងហៅថាពាំងឬកូនឫស្សីហ្នឹងអាចលូតលាស់ដល់ទៅ27ម៉ែត្រក្នុងរយៈពេលត្រឹមតែ6សប្តាហ៍ប៉ុណ្ណោះនេះមានន័យថាគេយើងដាំឫស្សី5ឆ្នាំដំបូងវាអត់មានអីប្រែប្រួលទេវាជាដំណាក់កាលនៃការលូតលាស់វាត្រៀមខ្លួនតែដល់ពេលក្រោយពី5ឆ្នាំមកយើងនឹងអាចឃើញមានទំពាំងដុះចេញមកហើយទំពាំងហ្នឹងវានឹងអាចលូតយ៉ាងលឿនតែ6សប្តាហ៍ទេវាអាចលូតបាន27ម៉ែត្រវាដូចជាការរុញច្រានដុំថ្មធំមួយឡើងលើភ្នំយើងរុញហើយរុញប៉ុន្តែវាមិនកម្រើកឡើយរហូតដល់យើងរុញវាដល់ចំណុចមួយវានឹងចាប់ដើមរំកិលហើយនៅពេលដែលវារំកិលសន្ទុះរបស់វាគឺខ្លាំងមិនអាចទប់បានទេយើងអាចសម័យឃើញដុំថ្មធ្លាក់ពីលើភ្នំឬក៏ធ្លាក់ពីលើចំណោទពេលដែលវាធ្លាក់ហ្នឹងគឺយើងងាយទប់វាទេនេះទាមទារការអត់ធ្មត់និងជំនឿលើដំណើរការជារឿយៗលទ្ធផលដ៏ធំបំផុតកើតឡើងក្រោយពេលដែលអ្នកបានខិតខំប្រឹងប្រែងអស់រយៈពេលជាយូរហើយហាក់ដូចជាគ្មានអ្វីផ្លាស់ប្ដូរទេដូច្នេះកុំបោះបង់ចោលនៅពេលដែលយើងមិនឃើញលទ្ធផលភ្លាមត្រូវជឿជាក់លើដំណើរការនៃការប្រសើរឡើង 1% នេះបើសិនជាវាអញ្ចឹងតើយើងគួរអនុវត្តវាមិនទី1ចាប់ផ្ដើមតូចបំផុតក
កំណត់ទម្លាប់ដែលអាចចង់កសាងឬបំបែកហើយគិតថាតែខ្ញុំអាចធ្វើវាបានត្រឹម 1% បានដោយរបៀបណាធ្វើវាឲ្យងាយស្រួលបំផុតរហូតដល់យើងមានអារម្មណ៍ថាមិនឆ្កងបើសិនបើយើងមិនបានធ្វើវាឧទាហរណ៍ដូចយើងចង់ហាត់ប្រាណគ្រាន់តែស្លៀកពាក់ឈុតហាត់ប្រាណគឺយើងមិនអាចទទួលបានសុខភាពល្អទេទី2ផ្ដោតលើប្រព័ន្ធនិងមិនផ្ដោតលើប្រព័ន្ធមិនមែនគោលដៅមានន័យថាយើងផ្ដោតទៅលើដំណើរការនៃការរៀបចំនិងការធ្វើហ្នឹងកុំផ្ដោតទៅលើគោលដៅខ្លាំងពេកតែត្រូវធ្វើវាឲ្យបានជាប្រចាំជំនួសឲ្យការផ្ដោតទៅលើលទ្ធផលចុងក្រោយយើងត្រូវផ្ដោតទៅលើប្រព័ន្ធប្រចាំថ្ងៃដែលយើងត្រូវធ្វើដើម្បីទៅដល់ទីនោះបើចំណុចនេះបើសិនជាយើងកុំខ្វល់ពីគោលដៅបើយើងធ្វើជាប្រចាំថ្ងៃយ៉ាងហោចណាស់លទ្ធផលចុងក្រោយគឺវាអូតូម៉ាទិកទេតែបើយើងផ្ដោតតែគោលដៅហើយអារាល់ថ្ងៃនេះយើងអាចបានអនុវត្តទេដល់ពេលវេលាកំណត់ប្រកាសជាអត់បានអីទាំងអស់ទី3យើងតាមដានការរីកចម្រើនរបស់យើងជាប្រចាំទៅការកត់ត្រាទម្លាប់ដែលយើងអាចជួយឲ្យយើងមើលឃើញពីការរីកចម្រើនហើយរក្សាការលើកទឹកចិត្តខ្លួនឯងទោះបីជាយើងធ្វើបានត្រឹម 1% ក៏ដោយក៏វាជាជ័យជំនះមួយក្នុងអំឡុងពេលមួយថ្ងៃរបស់យើងដែរទី4កុំខ្លាចការបរាជ័យម្ដងម្កាលបើយើងរំលងមួយថ្ងៃឬមួយសប្តាហ៍កុំបោះបង់ចោលទាំងស្រុងអីគ្រាន់តែត្រឡប់មកធ្វើវាវិញនៅថ្ងៃបន្ទាប់ការរំលងម្ដងមិនបំផ្លាញការរីកចម្រើនទាំងអស់របស់យើងទេការ 1% ជារៀងរាល់ថ្ងៃគឺមិនមែនគ្រាន់តែជាទ្រឹស្ដីសម្រាប់សិភៅនោះទេតែវាជាទស្សនវិជ្ជាពេញមួយជីវិតវាបានបង្រៀនយើងពីភាពអត់ធ្មត់ពីភាពជាប់លាប់និងតម្លៃនៃរាល់ការខិតខំតូចៗដែលយើងបានធ្វើវាអញ្ចឹងចាប់ពីថ្ងៃនេះទៅខ្ញុំសូមលើកចិត្តទាំងអស់គ្នាឲ្យគិតអំពីជីវិតរបស់ខ្លួនឯងតើមានទម្លាប់តូចៗអ្វីខ្លះដែលយើងបានចាប់ដើមធ្វើនៅថ្ងៃហ្នឹងដើម្បីឲ្យប្រសើរឡើងត្រឹមតែ 1% ប្រហែលជាអានមួយទំព័របន្ថែមឬក៏ផឹកទឹកមួយកែវទៀតឬក៏សរសេរកំណត់ហេតុមួយប្រយោគឬគ្រាន់តែរៀបចំក្រែរបស់យើងឲ្យបានស្អាតយើងធ្វើអីក៏បានដែរឲ្យតែវាមានការប្រសើរឡើងតាមតិចក៏បានដែរការផ្លាស់ប្ដូរដ៏អស្ចារ្យបំផុតក្នុងជីវិតជារឿយៗមិនមែនមកពីការផ្លាស់ប្ដូរភ្លាមៗនោះទេតែមកពីផលបូកនៃការកែលម្អតូចៗជាច្រើនដែលត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃដូច្នេះចាប់ផ្ដើមថ្ងៃនេះដើម្បីឲ្យប្រសើរឡើង 1% ហើយមើលថាតើជីវិតរបស់យើងនឹងផ្លាស់ប្ដូរយ៉ាងណាខ្ញុំសង្ឃឹមថាការចែករំលែកនេះផ្ដល់នៅការបំផុសគំនិតនិងគំនិតល្អៗសម្រាប់លោកអ្នកសូមអរគុណសម្រាប់ការស្ដាប់ podcast គំនិតក្នុងសិភៅរបស់យើងនៅថ្ងៃនេះកុំភ្លេចជួយ Subscribe និង Follow ដើម្បីទទួលបានវីដេអូថ្មីៗទៀតជួបគ្នាពេលក្រោយដែលសារទំនប់ល្អហើយរីកចម្រើនជារៀងរាល់ថ្ងៃសូមអរគុណ